របស់ខ្ញុំបាននៅក្នុងវេលាស្មើនេះខាងក្រសួងសារព័ត៌មានផ្សេងៗរួមទាំងក្រសួងសារព័ត៌មានជាតិជាដើមបានចេញសេចក្តីប្រកាសនៅការឈ្លានពានសារជាថ្មីរបស់ប្រទេសថៃបានកំពុងតែបន្តអនុវត្តសកម្មភាពចាក់មីក្រូដោយបន្លឺសំឡេងខ្លាំងៗនៅសំឡេងខ្មោចដើម្បីបិទបំផិតបំភ័យប្រជាពលរដ្ឋខ្មែរនេះបើយើងយោងទៅតាមកោះសន្តិភាពដេលីបានចុះផ្សាយថាសារជាថ្មីនៅវេលាម៉ោង 9 យប់នៅថ្ងៃទី 11 ខែតុលាឆ្នាំ 2025 នេះថៃបានបន្តចាក់សំឡេងខ្លាំងៗដើម្បីរំខានដល់ប្រជាពលរដ្ឋនៅក្នុងភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យហើយសំឡេងនេះបានឮខ្លាំងៗដែលមានសំឡេងធ្វើជាខ្មោចលួងឆ្កែលូឆ្កែព្រុសសំឡេងយន្តហោះសកម្មភាពរបស់ថៃនេះត្រូវបានចាត់ទុកថាជាការរំលោភបំពានសិទ្ធិយ៉ាងធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋកម្ពុជាដែលជាទម្រង់មួយនៃការបំផិតបំភ័យនេះបើយើងយោងទៅតាមរដ្ឋមន្ត្រីក្រសួងសារព័ត៌មានដែលបានធ្វើការចុះផ្សាយនៅមុននេះបន្តិចដែលបានសរសេរបញ្ជាក់យ៉ាងច្បាស់ថាប្រទេសថៃកំពុងតែបន្តការរំលោភបំពានសិទ្ធិការបំផិតបំភ័យមកលើប្រជាពលរដ្ឋកម្ពុជានៅវេលាប្រមាណជា9ម៉ោង 9រហូតមកដល់ពេលស្មើនេះគឺកំពុងតែបន្តចាក់សំឡេងខ្មោចលួងឆ្កែលូនិងសំឡេងយន្តហោះជាដើមដោយសំឡេងនោះបន្តឮយ៉ាងខ្លាំងបើយើងយោងទៅតាមកោះសន្តិភាពដេលីបានកំពុងតែបន្ត live ផ្ទាល់នៅក្នុងវេលាស្មើនេះគឺប្រហែលជាម៉ោង 10 យប់ហើយសកម្មភាពនេះគឺនៅតែបន្តដូច្នេះកោះសន្តិភាពក៏បានបន្តផ្សាយហើយសំឡេងនេះក៏បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាខ្លាំងនិងប្រជាពលរដ្ឋមានការចោមរោមទៅឈរមើលសំឡេងហើយរំខានដល់ដំណេកដែលស្មើនេះកំពុងតែជាពេលវេលាមួយសម្រាប់ប្រជាពលរដ្ឋបងប្អូនយើងលោកបន្ទាប់ពីប្រកបកិច្ចការចិញ្ចឹមជីវិតមកគឺមានភាពលំបាកភាពនឿយហត់ទៅការសម្រាកសម្រាន្តប៉ុន្តែប្រជាជនថៃក៏ដូចជារដ្ឋាភិបាលថៃមិនបានគិតដូច្នោះទេបានអនុវត្តនៅកិច្ចការឈ្លានពានដែលមិនអនុវត្តគោរពទៅតាមបទចុះបាញ់ដែលលោកប្រធានាធិបតីដូណាល់ត្រាំដែលបានចេញសេចក្តីប្រកាសកន្លងមកគឺថៃពុំបានអនុវត្តនៅបទចុះបាញ់នេះទេដូច្នេះសបញ្ជាក់ឲ្យឃើញថារដ្ឋាភិបាលថៃកំពុងតែជំរុញនៅភ្លើងសង្គ្រាមឲ្យផ្ទុះឡើងហើយបើយើងយោងទៅតាមក្រសួងសារព័ត៌មាននៃប្រជាជាតិកម្ពុជាក៏លោកបានផ្សព្វផ្សាយក៏បានផុសបញ្ជាក់យ៉ាងច្បាស់ថាប្រហែលជា20នាទីមុននេះថានៅក្នុងភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី 11 គឺថ្ងៃនេះឯងខែតុលាឆ្នាំ 2025 នេះថៃនៅតែបន្តលោកបានបញ្ជាក់យ៉ាងច្បាស់ថាថៃនៅតែបន្តរំខានប្រជាពលរដ្ឋដោយធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋមានការផិតភ័យជាពិសេសគឺតាក់ទងទៅនឹងផ្លូវចិត្តរបស់ប្រជាពលរដ្ឋដែលរស់នៅទីនោះផ្ទាល់យើងឃើញថាការដែលថៃអនុវត្តយ៉ាងដូចនេះគឺមិនគោរពទៅតាមសិទ្ធិសញ្ញាផ្សេងៗដែលអង្គការសហប្រជាជាតិលោកបានចុះក៏ដូចជាធ្វើកិច្ចព្រមព្រៀងនៅអនុសញ្ញាកតិកសញ្ញាអន្តរសញ្ញាជាដើមដែលតាក់ទងទៅនឹងសិទ្ធិរបស់ប្រជាពលរដ្ឋសិទ្ធិនៃការរស់នៅដូច្នេះថៃកំពុងតែរំលោភបំពានទៅលើអនុសញ្ញាទាំងអស់នោះដោយពុំមានភាពខ្លាចរអាចំពោះអង្គការសហប្រជាជាតិឡើយដូច្នេះទេសម្រាប់សរុបសេចក្តីមកឃើញថាប្រជាពលរដ្ឋខ្មែរនៅក្នុងខណៈនេះកំពុងតែផិតភ័យជាខ្លាំងចំពោះសម្លេងដែលធ្វើការរំខានដល់ដំណេករបស់បងប្អូនហើយសារព័ត៌មានខ្មែរជាច្រើននៅក្នុងប្រទេសមានថ្មីជាដើមក៏លោកបានចុះផ្សាយយ៉ាងសកម្មថានៅម៉ោង 9 នេះគឺថៃចាប់ផ្ដើមចាក់ហើយចាក់នោះគឺចាក់ខ្លាំងតែម្ដងដែលជាសម្លេងខ្មោចនិងឆ្កែលូដែលធ្វើឲ្យប្រជាពលរដ្ឋយើងផិតភ័យនិងពិបាកក្នុងការរស់នៅ
តំបន់ជីដែនជាប់ខាងថៃនោះខ្លាំងមែនទែនមិនតែប៉ុណ្ណោះបើយើងក៏លេខទៅមើលគណៈកម្មការសិទ្ធិមនុស្សនៃកម្ពុជាលោកក៏បានដាក់ញត្តិជូនចំពោះឯកឧត្តម Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដែលយើងហៅកាត់ថា OHCHR វិមានប្រជាជាតិនេះបើយើងយោងទៅតាមបទបញ្ញត្តិដែលបានដាក់នៅក្នុងកម្មវត្ថុនៃបណ្ដឹងចំពោះអង្គការសហប្រជាជាតិនោះដែលមានខ្លឹមសារថាញត្តិបន្ទាន់ពាក់ព័ន្ធនឹងការប្រើប្រាស់សម្លេងរំខានដែលជាទម្រង់នៃការបំផិតបំភ័យនិងយាយីផ្លូវចិត្តនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃពីសំណាក់កងទ័ពថៃនេះជាកម្មវត្ថុដែលដាក់ញត្តិចំពោះអង្គការសហប្រជាជាតិ